để cao nơi năm bậc cá lục cừu mà hai chốt bàn tu tia khơi thả chấp bị ngay ti mập hay đòn ngay ti xa mũi khai cả đá lục nẹt ria xâyឡើងខ្ពស់ត្រដែតដូច្នេះលោកអ្នកសប្បាយចិត្តលោកអ្នករីករាយហើយលោកអ្នកដែលកើតនៅឆ្នាំរកាលោកអ្នកខមមិននៅលេខសំណាងគឺលេខ941អ្នកដែលកើតឆ្នាំលកាខមមិននៅលេខ941ចំណែកពណ៌សំណាងគឺពណ៌ស្លែណាលោកអ្នកដែលកើតឆ្នាំលកាខមមិនលេខសំណាងលេខ941ពណ៌សំណាងគឺពណ៌ស្លែលោកអ្នក share វីដេអូដាក់លេខ941លោកអ្នកនឹងហេងកាក់កបជោគជ័យអ្នកដែលកើតឆ្នាំរកាទាំងអស់បងប្អូនកូនក្មួយទេវតាដកពិសោធន៍យើងច្រើនជាងគេទាំងអស់បាទឆ្នាំគេទេវតាដកពិសោធន៍តែមួយឆ្នាំទេដកពិសោធន៍តែកន្លះឆ្នាំទេដកពិសោធន៍យ៉ាងយូរ3ឆ្នាំប៉ុន្តែអ្នកដែលកើតឆ្នាំលកាទេវតាដកពិសោធន៍ឡើង5 6ឆ្នាំណាជីវិតហ្នឹងទេវតាដកពិសោធន៍ប៉ុណ្ណឹងហើយនៅអត់ទទួលមរណភាពទៀតណាវានៅតែរស់បានតទៅទៀតថាវាសរសើរអ្នកដែលកើតឆ្នាំលកានឹងតម្រងបាទបើនិយាយពីស្បែកក្រាស់ជាងស្បែករ៉ែងជ្រូកអាយុ100ឆ្នាំទៀតគឺថាវាមិនអោយទៅណានណាបាទហេតុអីបានគេមិនអោយទៅណាព្រោះអ្នកកើតឆ្នាំលកាគេហៅស្រីមានកម្មកាលណាតែងាប់ទៅវាគ្មានអីទទួលកម្មទៀតចឹងគេឲ្យនៅរស់យូរណាស់ពូជប្រធិនលពងលបាក់មុនសនុកក្រោយជីវិតអ្នកដែលកើតឆ្នាំលកាបងប្អូនតាំងពីកើតមករហូតដល់អាយុ46ដល់អាយុ34ដល់អាយុ58ដល់អាយុ70គាត់ដល់អាយុ82គ្មានណាគេយល់ចិត្តគ្មានណាគេគិតគ្មានណាគេខ្វល់គ្មានណាគេបារម្ភទេចង់អ្នកឯងទៅណាក៏ទៅចង់ឯងមិនក៏មិនទៅក៏អត់មានទេឬតែពាក្យតែគេបន្ទោសឬតែពាក្យគេចិនយាយឯងវាមិនកើតទេឯងវាមិនកើតទេជីវិតលោកចឹងប្រាប់អំពីអត្ថន័យនៃដើមឈើដែលយើងទៅដាំអ្នកកើតឆ្នាំកន្លែងណានៅក្នុងផ្ទះរបស់យើងអង្គុយជុំសម្បត្តិទឹកនេត្រាណារាល់ថ្ងៃហ្នឹងលៀបមានសំណាងឆ្នាំលកាបងប្អូនខ្ញុំវីដេអូមុនខ្ញុំបានលើកឡើងអំពីចង់ឲ្យគេមកលួងលោមដីជ័យចង់ឲ្យគេមកថ្នាក់ភ្នំដូចតែអ្នកដតីដែរទេបងប្អូនប្រកបជាឆ្ងល់ហើយថាបងប្អូនឃើញមកអីកើតឆ្នាំលកាដើម្បីងំណាឯងកើតឆ្នាំលកាឯងប្រកែកណានៅខាងប្រកែកមិនគួរដើមប្រភេទដើមឈើមុំអីសុំបីតែមកចង់បាទចិត្តនឹងក៏ចង់ឲ្យគេលួងលោមដែរចិត្តនឹងក៏ចង់ឲ្យគេនឹងអំបូរទាំង3នេះគឺជាអំបូរមួយដែលអរិយអ្នកតាប៉ិនសួរថាមានទេអត់ចម្លើយដោយថាអត់នេះនៅមុខផ្ទះអត់ដែលមានអាណាគេមកលើកទឹកចិត្តទេអត់ដែលមានអាណាគេមកលួងលោមទេអត់មានអាណាគេដែលមកសួរទេហើយកើតឆ្នាំលកាแล้วហើយងាប់នៅសបន្ទុកយ៉ាងម៉េចវាអត់មានណាបាទចឹងជីវិតអ្នកកើតឆ្នាំលកាបងប្អូនយើងមិនក្តីសុខមានតិចទេសេចក្តីទុកមានច្រើនបន្លាវាអាចមានទុកមានច្រើនសុខតិចទៅហ្នឹងអាសុខដែលមានតិចហើយដែលស៊ីមិនគ្រប់បីនៅចែកនឹងលែកទៅកាន់អ្នកជ័យជ័យទៀតចឹងអ្នកដែលកើតឆ្នាំលកាមកជីវិតលះបង់ដើម្បីគៀកណាហើយជួបតែរឿងខកបំណងទេបងប្អូនកូនក្មួយជួបតែរឿងខកបំណងទេអ្នកដែលកើតឆ្នាំលកានោះបងប្អូនខាងដើមរៀបដាំមុខផ្ទះឲ្យរៀបយកភាសាគេស្រឡាញ់គេលះបង់ដើម្បីគេចង់ឲ្យអញជាអំបូរពោជួយគេចង់ឲ្យអញខុសថាធ្វើគុណដែរបានគុណនេះធ្វើគុណបានទៅទោសទេអ្នកដែលកើតឆ្នាំលកាឥឡូវនេះបាច់ខ្វល់ទេចាប់ថ្ងៃទី20ដល់ថ្ងៃទី31អ្នកដែលកើតឆ្នាំលការៀស័យឡើងហើយកាក់កបឲ្យជោគជ័យឲ្យបងប្អូនព្រមណាដល់ឲ្យដល់ពេលវេលាឲ្យក្តីសង្ឃឹមក្តីរំពឹងលើដៃសំពះទេវតាថ្ងៃណាប្រទានពរប្រទានជ័យឲ្យខ្ញុំទេវតាថ្ងៃណាឲ្យលៀបឲ្យជ័យដល់ពេលទេវតាឲ្យត្រៀមខ្លួនទទួលយកទៅចាប់ថ្ងៃទី20ដល់ថ្ងៃទី31ខែ7អ្នកកើតឆ្នាំលការៀស័យឡើងបាទឈប់តូចចិត្តឈប់ដូចរដ្ឋីសាឡនលោកគ្រូខ្ញុំឆ្នាំលកាចង់ឲ្យសម្រាប់គ្រូកុំអាលណាយើងមិនបានដីនៅវែងឆ្ងាយណាខ្ញុំអាចសម្រាប់នៅមើលគ្រូមហាជុំការទៀតបាទនៅមើលគ្រូមហាជុំបងប្អូនគុំមួយខ្ញុំសូមមិនទៅចែកកម្លែកជូនឲ្យលោកអ្នកមកមើលអីមិនដឹងនិយាយថាមិនទេឥឡូវកុំខ្វល់ណាសំខាន់អ្នកដែលកើតឆ្នាំលកាទាំងអស់ក្រុមឈរឡើងរឹងមាំឡើងបំភ្លេចចោលនៅអតីតកាលអតីតកាលណាធ្វើកុំខ្វល់យើងដាំសំខាន់ខ្វល់ពីថ្ងៃនេះទៅខំផ្លែញ៉ាំខំប្រឹងឲ្យមានសំណាងឲ្យស៊ីមានបានជោគជ័យអ្នកដែលកើតឆ្នាំលកាទាំងអស់បងប្អូនមួយលោកអ្នកខំមកលេខសំណាងលេខ941ពាក់អាវពណ៌ស្វាយលោកអ្នកហេកស្អាយវីដេអូលោកផាជុំដាក់លេខ941អ្នកដែលកើតឆ្នាំលកាបងប្អូនមួយណាខ្ញុំឃើញបងប្អូនវាកើតទុកវាវេទនាវាតោកយ៉ាខ្ញុំរៀបចំខ្សែដៃជូនអញ្ចឹងខ្សែដៃដែលខ្ញុំរៀបចំជូនលោកអ្នកដែលកើតឆ្នាំលកានេះគឺខ្សែដៃរៀបបូមធម្មជាតិមុនដៃខ្ញុំយកមកពីប្រទេសរឿងមាហើយខ្ញុំបានរៀបចំយ៉ាងពិសិដ្ឋធ្វើជាខ្សែដៃជូនដល់លោកអ្នកដែលកើតនៅឆ្នាំរកាអញ្ចឹងអ្នកដែលកើតឆ្នាំរកាគឺមានវីតាមីន C ច្រើនដែលរាសីដាក់រាសីធ្លាក់ចង់ឲ្យរាសីឡើងលោកអ្នកនឹងហេតុកាក់កបបើសិនបើលោកអ្នកបានពាក់នៅខ្សែដៃនេះបងប្អូនគឺជាខ្សែដៃ5ទៀតទេគឺស្រូបលើកដកបំណុលកាត់ឆុងលើករាសីហើយមានរាសីពីសៀវដែលជាសត្វលៀបសត្វសំណាងអញ្ចឹងយើងមានទឹកយកខ្សែដៃនេះយកទៅពាក់បងប្អូននឹងហេតុបងប្អូនជោគជ័យ
បងអូននឹងរីកចម្រើនហើយបងប្អូនអ្នកដែលកើតឆ្នាំលកាលោកអ្នកលេងឆុងលេងសើដែលជាឯលោកអ្នកហេងហើយរឿងដែលមិនទាន់ល្អក៏ប្រែជាល្អអញ្ចឹងលោកអ្នកគួរតែយកខ្សែដៃនេះទៅពាក់ណាហើយខ្ញុំមានយន្តទេវតាហើយក៏ពិសិដ្ឋនេះព្រៀបដល់លោកអ្នកទៀតអញ្ចឹងលោកអ្នកហើយខ្សែដៃនេះជាមួយនឹងយន្តទេវតាប្រពៃយ៉ាងពិសេសជូនដល់លោកអ្នកបិសាចអាក្រក់ទាំងឡាយគឺហើយសម្រាប់បរោះអញ្ចឹងបរោះហើយលោកគ្រូខ្ញុំកើតឆ្នាំលកាខ្ញុំចង់និយាយស្អីឡើងព្រោះឥឡូវខ្ញុំចិត្តជួតហើយខ្ញុំមិនល្អទេខ្ញុំមករឿងល្អតែមកវាលែងមកឥឡូវធ្វើមិនកូនចៅណាជាខ្សែដៃនេះយកទៅពាក់ខ្សែដៃត្បូងធម្មជាតិណាទឹកលេខ1បងប្អូនគឺលោកអ្នកជាយកទៅពាក់លោកអ្នកហេងលោកអ្នកកាក់កោលោកអ្នកជោគជ័យលោកអ្នកលេងឆុងលេងសើលោកអ្នកហេងលោកអ្នកអារម្មណ៍ជាខ្លាមានរៀបមានសំណាងហើយលោកអ្នកអត់ឡើងខ្លាហានចឹងអ្នកកើតឆ្នាំកាបើចង់បានខ្សែដៃនេះលោកអ្នកតំណាក់តំណងកាលណាតែយើងដាំបានជ័យដែលខ្ញុំកំពុងតែឡាយនេះលោកអ្នកមានអ្នកតំណងតាម Telegram ទៀតបងប្អូនចង់មួយណាបាទហើយ Telegram ផ្លែលេខ079 29 29 ខ្មែរ38 099 49 86 ក្រូចណាបងប្អូនអញ្ចឹងបងប្អូននៅក្នុងឱកាសនេះខ្ញុំសូមលើកដៃសំពះបងប្អូនទាំងអស់គ្នានេះលីងដែលខ្ញុំបានដាក់នៅក្នុងការ live ហ្នឹងខ្ញុំភីននេះបងប្អូនខ្ញុំភីនមានរូបសញ្ញាមួយជុលនេះបងប្អូនណាជួយចុចលើនឹងហើយជួយទៅ follow page ថ្មីរបស់ខ្ញុំផងព្រោះ page ដែលខ្ញុំកំពុងតែ live នេះរាល់ថ្ងៃនេះកំពុងតែមានបញ្ហាឈ្នះអស់មានលេខហើយថាជាប់សាស្ពេនឈ្នះឲ្យរឿងខ្មែរបកថាហើយយើងនឹងជោគជ័យនៅក្នុងកិច្ចការនេះហោះណុលគឺជាអត់រួចឲ្យគេឃើញទេអ្នកដែលឃើញតើបងប្អូនចង់ឃើញតើចូលទៅមើលបានឃើញហើយបើសុកវាលែងលោតហើយបងប្អូនពី2 3ថ្ងៃ4 5ថ្ងៃមួយខែនោះអត់ឃើញខ្ញុំទេមិនចង់ទៅណាទេខ្ញុំមើលរស់ទេផ្លែតែដោយសារភេកវាមានបញ្ហាណាចឹងខែមុនបងភេកគេអាប់ដេតទៅបំប៉ះទៅដោយសារភេកខ្ញុំនឹងបងប្អូនខ្ញុំសពរស់ធម៌ខ្ញុំឡាយទៅចៃស្លែកទៅបងប្អូនស្វាយគឺយើងគិតថាអូស្វាយធ្វើចំខ្លាយខ្ញុំអ្នករងទុកខ្ចីគឺអ្នកបានពេលទុំធ្វើបង្ហាញចឹងបងប្អូនគុំក្មួយអ្នកដៃកំពុងតែស្វាយហ្នឹងណានេះបងប្អូនជួយខ្ញុំមួយទៅណាជួយខ្ញុំមួយទៅខ្ញុំសូមលើកដៃសំពះសំឡុំពើណារឿងមិនលើកដៃសំពះណាតែយើងតាមស្វាយនេះគឺខ្ញុំហ៊ានខមមិននឹងហើយបងប្អូនឃើញចុចភាពល្អមួយទៅហើយបងប្អូនជួយ follow ពីថ្មីរបស់ខ្ញុំរីស័យឡើងរហូតថ្មីរបស់ខ្ញុំនឹងឈ្មោះថានៅដើមស្វាយលោកគ្រូមហាជនសម្រាប់ចិត្តខ្សែដែលមានរូបនៅពាក្យអាវពណ៌ជាមួយនឹងកស្អាតចិនពាក្យអាវជាមួយនឹងខ្នុលដែរបាទនឹងនេះទី2ឥឡូវមានអ្នក follow បាន91ដើមឈើទី6នេះគឺផ្លែកញ្ចឹងបងប្អូនជួយទៅ comment ជួយទៅ follow ពេកនឹងផងណាបងប្អូនបាទដាក់ជាកទួតបងប្អូនបាយលោកគ្រូមហាជុំហុងស៊ុយចិនសែណាដាំទៅមានចូលទៅ follow ឲ្យម្នាក់មួយមកបងប្អូនលក់ដូរដើម្បីបងទៅដើម្បីឲ្យទួតនៅបានផ្ទះមានបានជោគថ្មីបន្តទៅទៀតគឺដាំដើម្បីឲ្យលោកលេចបានឃើញនៅទិសខាងលិចគឺនឹងចឹងខ្ញុំមកជប់នេះខ្ញុំសម្រាប់ឲ្យការពារសុំជូនពរដល់លោកអ្នកការពារតែសេចក្តីសុខខ្លាំងជាងដើមណាប្រាសាទទៀតចឹងដាំដើមកទួតនៅខាងលិចផ្ទះហើយលើករាសីឲ្យបានខ្ពស់ដើមឈើទី7គឺក្រូចមិនថាក្រូចអីក៏ដោយក្រូចឆ្មាក្រូចសោចក្រូចខ្វិចក្រូចថ្លុងក្រូចស្អីក៏ដោយគឺបងប្អូនដាំនៅក្នុងផ្ទះដោយមិនប្រកាន់ទិសណាបាទប៉ុន្តែក្រូចមានបន្លាមិនគួរដាំមុខផ្ទះទេដាំចំហៀងផ្ទះបានក្រូចតំណាងដោយភាពត្រជាក់ត្រជុំនិងមានជោគលាភចំណែកដើមឈើទី8គឺដើមពុទ្រាពុទ្រាក៏យើងអត់ប្រកាន់ទិសដែរបងប្អូនដាំនៅកន្លែងណាក៏បានដែរកាលណាដាំដើមពុទ្រានឹងបង្កើនទ្រព្យហើយដេញនៅគ្រោះភ័យនេះគឺជាដើមឈើទាំង8មុខដែលយើងយកទៅដាំនៅក្នុងផ្ទះមានហុងស៊ុយហើយទទួលបានផលផ្លែទៀតលោកអ្នកទាំងអស់គ្នាបើសិនជាចង់ឲ្យនៅក្នុងផ្ទះរបស់យើងមានហុងស៊ុយល្អបើចង់ឲ្យនៅក្នុងផ្ទះរបស់យើងមានលៀបមានសំណាងបើចង់ឲ្យនៅក្នុងផ្ទះរបស់យើងហេងកកបជោគជ័យលោកគ្រូមហាជុំបានរៀបចំនៅយ័ន្តពិសេសគេហៅថាយ័ន្តប្រមូលទ្រព្យដើម្បីលោកអ្នកទាំងឡាយទាំងពួងយកយ័ន្តប្រមូលទ្រព្យនេះយកទៅដាក់នៅក្នុងផ្ទះនោះលោកអ្នកនឹងមានលៀបមានជ័យបងប្អូនយ័ន្តប្រមូលទ្រព្យដែលខ្ញុំបានរៀបចំនេះគឺជាយ័ន្តប្រពែដ៏ស័ក្តិសិទ្ធិយ័ន្តប្រពែនេះគឺនឹងជួយដឹកទ្រព្យដឹកសម្បត្តិចូលមកដល់ក្នុងផ្ទះយើងហើយបើសិនបងប្អូនបានដាក់យ័ន្តប្រពែនេះនៅក្នុងខែ7តរៀងទៅបងប្អូននឹងហេងរហូតនឹងលែងឆុងលែងសើចពេញមួយផ្ទះអញ្ចឹងបងប្អូនកន្លែងលក់ដូររ៉ូស៊ីនៅក្នុងផ្ទះបងប្អូនគួរមានយ័ន្តប្រពែនេះបិទនៅក្នុងផ្ទះលោកអ្នកនឹងហេងនឹងកាក់កបនឹងជោគជ័យយ័ន្តប្រពែនេះគឺជាឈុតជាមួយនឹងកម្រាលជោគលាភកម្រាលជោគលាភនេះបងប្អូនគឺជាកម្រាលនាំលាភនាំសំណាងដែលមានយ័ន្តនៅក្នុងនេះដល់ទៅ18មុខបងប្អូនអាចយកកម្រាលនេះយកទៅក្រាលពីមុខជំនាងផ្ទះឬមួយក៏ដាក់ជាកម្រាលនៅមាត់ទ្វារផ្ទះកាលណាតែយើងមានរឿងអាក្រក់ពីក្រៅមកយើងជន់លើកម្រាលនេះគឺយ័ន្តទាំងអស់នេះនឹងស្រូបនៅរឿងអាក្រក់ហើយផ្ដល់នៅផលល្អហើយកាលណាតែយើងចេញទៅយើងជន់លើកម្រាលនេះ
គឺយើងនឹងទទួលបានភាពលាភសំណាងជារៀងរហូតអញ្ចឹងបងប្អូនឈុតនេះគឺមានយ័ន្តទាំង18មុខនេះជាមួយនឹងយ័ន្តប្រពែនេះលោកអ្នកអាចយកទៅដាក់នៅក្នុងផ្ទះគឺលោកអ្នកលែងឆុងហើយយ័ន្តនេះមិនមែនប្រើបានតែមួយដងទេគឺប្រើបានរហូតអញ្ចឹងលោកអ្នក